ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំបានលើកយកនៅវិធីកាត់បន្ថយការឈឺចាប់នៃជំងឺសន្លាក់អាចសាកវិធីនេះបានជំងឺរលាកសន្លាក់គឺជាជំងឺពាក់ព័ន្ធនឹងសន្លាក់ដែលរួមមានការឈឺចាប់ហើមចុករោយសន្លាក់អ្វីត្បិតតែបញ្ហាសុខភាពមួយប្រភេទនេះតែងកើតលើមនុស្សចាស់ដែលមានវ័យពី50ឆ្នាំក៏ពិតមែនប៉ុន្តែគ្នាយើងដែលស្ថិតក្នុងវ័យ30ឆ្នាំជាងក៏អាចប្រឈមនឹងជំងឺនេះដូចគ្នាដូច្នេះហើយដើម្បីកាត់បន្ថយការឈឺចាប់ដែលបណ្ដាលមកពីជំងឺរលាកសន្លាក់យើងអាចសាកល្បងគន្លឹះខាងក្រោមនេះបាន 1. ធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័សប្រសិនបើមានរោគសញ្ញារលាកសន្លាក់យើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗដើម្បីទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាពក៏ដូចបញ្ជៀសការវិវត្តកាន់តែធ្ងន់ធ្ងរនៃជំងឺមួយនេះ 2. ជៀសវាងការប្រើថ្នាំបំបាត់ឈឺចាប់ច្រើនពិតណាស់គ្រូពេទ្យអាចណែនាំឲ្យយើងប្រើថ្នាំបំបាត់ការឈឺចាប់ដើម្បីកាត់បន្ថយការឈឺចាប់ជំងឺរលាកសន្លាក់ប៉ុន្តែការញ៉ាំថ្នាំបំបាត់ការឈឺចាប់ច្រើនអាចមានផលប៉ះពាល់ដល់ទម្រង់នោមរបស់យើងបានហេតុនេះហើយគ្នាយើងជៀសវាងការប្រើថ្នាំបំបាត់ឈឺចាប់ច្រើននិងជ្រើសរើសវិធីព្យាបាលតាមផ្ទះដោយខ្លួនឯងឬជាមួយគ្រូពេទ្យទើបជាការប្រសើរ 3. ស្អំកំណាត់ក្តៅឬត្រជាក់ទន្ទឹមនឹងនេះដែរការព្យាបាលដោយស្អំកំណាត់ក្តៅឬត្រជាក់មានសារៈសំខាន់ណាស់ដើម្បីបំបាត់ការឈឺចាប់ដែលបណ្ដាលមកពីជំងឺរលាកសន្លាក់អញ្ចឹងហើយយើងគួរងូតទឹកក្តៅអ៊ុនៗឬស្អំកំណាត់ក្តៅឬត្រជាក់នៅបរិវេណឈឺចាប់ 4. ម៉ាស្សាចំណែកឯការម៉ាស្សាក៏អាចជួយកាត់បន្ថយការឈឺចាប់ពីពេញរាងកាយដូចគ្នាដោយជួយកាត់បន្ថយការឈឺចាប់ដោយសារបញ្ហារលាកសន្លាក់ព្រមទាំងផ្ដល់អត្ថប្រយោជន៍ដល់សាច់ដុំនិងសន្លាក់ថែមទៀតផងបាទឃើញថាឥឡូវនេះសម្បូរណាស់អ្នកដែលរលាកសន្លាក់ហើយអ្នកដែលមានការឈឺចាប់ដោយសន្លាក់នេះអាចអនុវត្តវិធីខាងលើនេះបានបាទសម្រាប់អត្ថបទនេះផងដែរខ្ញុំបានដកស្រង់ចេញពីគេហទំព័រដែលមានឈ្មោះថា Hello គ្រូពេទ្យខ្ញុំសូមអភ័យទោសរាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសខុសឆ្គងកើតឡើងដោយអចេតនាត្រង់ចំណុចណាមួយជាចុងបញ្ចប់សូមជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អនិងប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណាសុខៈពលៈកំបីគ្លៀងគ្លាឡើយបាទសូមអរគុណ